ថ្ងៃទី7 ខែ 11 ឆ្នាំ 2025 ការវិភាគតារាងប្រចាំថ្ងៃរបស់យ៉ាវទីផ្សាររក្សាតម្លៃនៅលើមេ30ប៉ុន្តែប្រឈមនឹងភាពតស៊ូជិតតម្លៃបើកអបតម្លៃបើករបស់សន្ទុះ Dow Jones គឺ 45992.9 ខណៈដែល MOB ស្មើប្រហែល 45978.9 ទោះបីជាចំណុចបង្ហាញលើគំនូសតាំងបង្ហាញសញ្ញាលក់ខ្លាំង Strong Sell ក៏ដោយប៉ុន្តែអារម្មណ៍ទីផ្សាររយៈពេលខ្លីនៅតែបង្ហាញភាពលើសលប់ Bullish បន្តិចដោយសារតម្លៃនៅតែស្ថិតលើមេ30.45964 ដែលបញ្ជាក់ថាភាគីទិញនៅតែផ្ដល់ការគាំទ្រក្នុងរយៈពេលខ្លីប្រសិនបើសន្ទុះឡើងលើតម្លៃបើកអបចលនាអាចនឹងជំរុញទីផ្សារឡើងដល់ Pivot 1 ហើយគោលដៅប្រឈមបន្ទាប់គឺតំបន់ Casable ខាងលើ 45823 ដែលអាចជាតំបន់សម្រាប់ភាគីលក់ចូលវិញប្រសិនបើតម្លៃអាចបន្តឡើងលើកម្រិតទាំងនេះនោះអារម្មណ៍ទីផ្សារអាចនឹងផ្លាស់ប្ដូរវិញទៅជាផ្លូវទិញឡើង Bullish Recovery ប៉ុន្តែប្រសិនបើ Dow Jones មិនអាចរក្សាតម្លៃលើអបបាននោះតំបន់គាំទ្រដំបូងគឺ Pivot 45519.7 ប្រសិនបើតម្លៃធ្លាក់ចុះក្រោមតំបន់នេះគោលដៅអាចនឹងចុះបន្តទៅកាន់តំបន់ Fresh Casable ប្រហែល 45227 ដែលបញ្ជាក់ថាភាគីលក់កំពុងគ្រប់គ្រងទីផ្សារវិញជាសរុបទោះបីជាមានសញ្ញាទិញខ្លីនៅលើមេ30ក៏ដោយអ្នកជួញដូរគួរតែប្រុងប្រយ័ត្នជុំវិញតំបន់អបពីព្រោះបើតម្លៃត្រូវបដិសេធនៅតំបន់នេះវាអាចបណ្ដាលឲ្យមានសម្ពាធលក់ម្ដងទៀតស្បែកជំនួយការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនត្រូវបានចាត់ទុកជាដំបូន្មានហិរញ្ញវត្ថុទេ